ការវិវត្តចុងក្រោយនេះគឺមានតែកម្ពុជាដែលចេញកណត់ទូតតវ៉ាជាហូរហែរាប់រយកណត់ទូតដូចជា700កណត់ទូតជាងធ្វើឲ្យអន្តរជាតិគេមើលឃើញថាថៃបានឈ្លានពានកម្ពុជាតាមរយៈកណត់ទូតជាច្រើនរបស់កម្ពុជាជាហូរហែហើយការចូលមកកាន់កាប់ដោយខុសច្បាប់ពីសំណាក់ភាគីថៃមកក្នុងទឹកដីកម្ពុជានេះថៃគ្មានពាក្យអ្វីត្រូវនិយាយដើម្បីការពារខ្លួនគ្មានលេសអ្វីត្រូវនិយាយដើម្បីការពារខ្លួនដើម្បីឆ្លើយតបទៅសហគមន៍អន្តរជាតិដើម្បីលុបទៅលើអធិបុលដ៏ប្រសិទ្ធភាពដ៏ស័ក្តិសិទ្ធិរបស់គណៈទូតពីក្រសួងការបរទេសកម្ពុជាទើបវាមានការរុញព្រឹត្តិការណ៍បាត់ទងជាតិដងគុកជាតិអីនេះឡើងមកបាទនេះគឺជាការមើលឃើញរបស់អ្នកតាមដានក្នុងនាមខ្ញុំជាអ្នកតាមដានបញ្ហាវិវត្តព្រំដែនកម្ពុជាថៃក៏ដូចជាព្រៀងផ្ទាត់យ៉ាងជិតស្និទ្ធរវាងច្បាប់ដែលពាក់ព័ន្ធនិងចេតនាដ៏ខ្មៅងងឹតរបស់ភាគីថៃមកលើកម្ពុជាប្រកាសណាស់ថាតាំងពីចំនួនអាយដាមឧបនាយករដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបាទសម្ដេចសុកអានបាទគាត់លើកថាថៃវាធ្វើឲ្យសម្ោចទៅជាតម្រៃបើវាចង់ហើយវាធ្វើតម្រៃទៅជាសម្ោចបាទរឿងនេះគឺមិនខុសទេអ្វីដែលវាកំពុងធ្វើគឺរូបភាពបែបហ្នឹងធ្វើម៉េចឲ្យមានពាក្យពេចន៍សារខ្លឹមសារតាមមួយទៅលុបកណត់ទូតតវ៉ារបស់កម្ពុជាដែលកំពុងតែកក្រៅនៅលើឆាកអន្តរជាតិបាទអញ្ចឹងហើយនេះគឺជាចេតនាដ៏ខ្មៅងងឹតពីសំណាក់ភាគីថៃដែលយកលេសថារឿងបាត់ទងជាតិឬក៏ដកទងជាតិនេះដើម្បីសេណារីយ៉ូ2បាទទី1គឺដូចខ្ញុំលើកមុនហ្នឹងទី2ដើម្បីបានលេសគ្រោងនឹងផ្ទុះសង្គ្រាមជុំទី3ជាមួយកម្ពុជាដោយវាមើលឃើញថាកលៈទេសៈពេលនេះគឺអំណោយផលដល់វាក្នុងការផ្ទុះសង្គ្រាមហើយដើម្បីបង្វែងដានពីការកាន់កាប់ទីតាំងនៅលើដែនអធិបតេយ្យរបស់កម្ពុជាបច្ចុប្បន្នហ្នឹងមកដល់ពេលនេះម៉ោងនេះដើម្បីយកអាសង្គ្រាមជុំទី3មកលុបទៅលើអ្វីដែលវាកំពុងតែកាន់កាប់ដោយខុសច្បាប់អន្តរជាតិបំពេញធម្មនុញ្ញអាស៊ានបំពេញធម្មនុញ្ញអង្គការសហប្រជាជាតិ